Assalamu alaikum ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំលីណាថ្ងៃនេះនឹងមកចែករំលែកវីដេអូដែលតាក់ទងជាមួយនឹងការចេះស្រឡាញ់និងឲ្យតម្លៃទៅលើគ្រួសាររបស់ខ្លួនឯងអ្នកទាំងអស់គ្នាដឹងអត់កាលខ្ញុំនៅតូចខ្ញុំតែងតែគិតថាគ្រួសាររបស់ខ្ញុំអត់ដែលស្រឡាញ់ខ្ញុំទេប្រហែលជាខ្ញុំជាកូនចិញ្ចឹមរបស់គាត់ក៏មិនដឹងបងប្អូនរបស់ខ្ញុំតែងតែស្ដីបន្ទោសខ្ញុំមិនដែលយកចិត្តទុកដាក់ជាមួយខ្ញុំអត់ដែលនិយាយពាក្យផ្អែមល្ហែមជាមួយខ្ញុំចំណែកឯប៉ាម៉ាក់របស់ខ្ញុំវិញក៏គាត់អត់ដែលជួយខ្ញុំក្នុងការធ្វើអ្វីមួយខ្ញុំតែងតែគិតថាខ្ញុំពិតជាសោកស្ដាយខ្ញុំតែងតែយំម្នាក់ឯងរហូតថាហេតុអ្វីខ្ញុំត្រូវកាត់មកក្នុងគ្រួសារបែបនេះខ្ញុំឃើញគ្រួសារគេឪពុកម្ដាយរបស់គេបងប្អូនរបស់គេយកចិត្តទុកដាក់ចំពោះពួកគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាឯកាមែនទែនខ្ញុំអត់ចង់កើតមកគ្រួសារនៅក្នុងគ្រួសាររបស់ខ្ញុំទេប៉ុន្តែក្រោយមកនៅពេលដែលខ្ញុំអាយុកាន់តែធំឡើងទើបខ្ញុំដឹងថាគ្មានអ្វីដែលអស្ចារ្យក៏ដូចជាពិសេសជាងគ្រួសាររបស់យើងទេគាត់នៅក្បែរយើងគ្រប់កលៈទេសៈគ្រប់ពេលវេលាខ្ញុំដឹងថាទោះបីជាគ្រួសាររបស់ខ្ញុំគាត់តែស្ដីបន្ទោសខ្ញុំបរៀនខ្ញុំចេះអញ្ចោះប៉ុន្តែក្រោយមកនៅពេលដែលខ្ញុំធំដឹងក្តីឥឡូវខ្ញុំទៅតែអាយុ20ឆ្នាំហើយខ្ញុំដឹងថានៅពេលដែលពួកគាត់ធ្វើរឿងទាំងអស់នោះដាក់ខ្ញុំកាលពីតូចគឺផ្ដល់នៅមេរៀនជាច្រើនសម្រាប់ខ្ញុំពួកគាត់បរៀនឲ្យខ្ញុំចេះរឹងមាំមានភាពក្លាហានមានឯករាជ្យមានម្ចាស់ការមានទំនួលខុសត្រូវនិងចេះរស់នៅជាខ្លួនឯងអ្នកទាំងអស់គ្នាដឹងអត់ខ្ញុំចេញពីផ្ទះដើម្បីរៀននៅក្រៅផ្ទះតាំងពីអាយុ13ឆ្នាំពេលហ្នឹងខ្ញុំអាចគិតថាខ្ញុំរៀននៅក្មេងមែនតើប៉ុន្តែខ្ញុំអាចរស់នៅចោះចំណងជាមួយគេគ្រប់បែបយ៉ាងដោយសារហេតុអ្វីគ្រូសាស្ត្ររបស់ខ្ញុំគាត់បរៀនខ្ញុំអស់ហើយនៅរកទំនួលខុសត្រូវផ្សេងប៉ុន្តែការបរៀនរបស់ពួកគាត់គឺទោះបីពួកគាត់អត់បរៀនបែបលក្ខណៈជិតស្និទ្ធដល់ឲ្យយើងឃើញបង្ហាញនូវក្តីស្រឡាញ់ប៉ុន្តែនៅពីក្រោយខ្នងរបស់គាត់តែងតែចង់ឲ្យយើងមានភាពរីកចម្រើនមានភាពរហ័សរហួនមានឯករាជ្យនិងមានការលូតលាស់ផ្សេងទៅនៅពេលនេះទើបខ្ញុំដឹងថាខ្ញុំពិតជាស្រឡាញ់គ្រួសាររបស់ខ្ញុំខ្លាំងណាស់ទោះបីជាពួកគាត់អត់ដែលបង្ហាញក្តីស្រឡាញ់មកដល់ខ្ញុំប៉ុន្តែនៅពេលដែលពួកគាត់នៅមានសុខភាពល្អរស់នៅជាមួយគ្នាដោយសុខសប្បាយខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបហើយពិតជាអរគុណពួកគាត់ដែលផ្ដល់ឱកាសក៏ដូចជាបានបរៀននៅបទពិសោធន៍ជាច្រើនដែលធ្វើឲ្យខ្ញុំអាចដូចសពថ្ងៃនេះហើយរឿងមួយទៀតដែលខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នានោះគឺគ្មានអ្នកណាដែលនៅក្បែរយើងគាំទ្រយើងក៏ដូចជា support យើងជាងគ្រួសាររបស់យើងនោះទេខ្ញុំដឹងអ្នកទាំងអស់គ្នារាល់សមាជិកគ្រួសាររបស់អ្នកទាំងអស់គ្នាតែងតែគិតថាពួកគាត់តែងតែនេះនោះដោយសារតែអ្នកទាំងអស់គ្នាយកក្រុមគ្រួសារក៏ដូចជាខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃនៅក្នុងការអប់រំគ្រួសារនីមួយៗមានលក្ខណៈខុសគ្នាដូចជាឧទាហរណ៍ជាក់ស្ដែងប៉ាម៉ាក់របស់ខ្ញុំគាត់បរៀនខ្ញុំឲ្យចេះមានភាពម្ចាស់ការក៏ដូចជារឹងមាំនៅក្នុងការធ្វើរឿងអីមួយក៏អត់ដែលជួយខ្ញុំក្នុងការធ្វើរឿងនឹងទេគាត់តែងតែបរៀនខ្ញុំថាត្រូវធ្វើអញ្ចេះធ្វើអញ្ចោះធ្វើដោយខ្លួនឯងពេលខ្លះខ្ញុំកាហាក់អន់ចិត្តតែប៉ុន្តែក្រោយមកទៅខ្ញុំនឹងថារឿងទាំងនោះគឺធ្វើឲ្យខ្ញុំអាចធ្វើវាបានដូចសពថ្ងៃនេះហើយចំពោះម៉ាក់របស់ខ្ញុំទោះបីគាត់អឺស្ដីខ្ញុំបរៀនខ្ញុំប៉ុន្តែគាត់ក៏បង្ហាញនៅក្តីបារម្ភក្តីយកចិត្តទុកដាក់ខ្លាំងមែនទែនសូម្បីតែរឿងតូចតាចមួយគាត់យកចិត្តទុកដាក់សឹងតែអស់ធ្វើឲ្យខ្ញុំចេះមានភាពម្ចាស់ការមានភាពលំអិតសន្សំសំចៃជាដើមចំណែកឯបងប្រុសរបស់ខ្ញុំពួកគាត់អត់ដែលប្រើពាក្យផ្អែមល្ហែមក៏ដូចជាជិតស្និទ្ធជាមួយប្អូនដូចខ្ញុំអីបន្តនោះទេប៉ុន្តែគាត់បង្ហាញឲ្យវិញនៅការបរៀនមួយគឺការនិយាយដោយម៉ឺងម៉ាត់ធ្វើឲ្យខ្ញុំខ្លាចធ្វើឲ្យខ្ញុំអត់ហ៊ានធ្វើអ្វីខុសឆ្គងដែលធ្វើឲ្យខ្ញុំអាចក្លាយជាមនុស្សដែលនៅលើផ្លូវដែលត្រឹមត្រូវមួយទោះបីជាមិនល្អឥតខ្ចោះប៉ុន្តែអញនិយាយបានថាខ្ញុំអាចទទួលបាននៅឥទ្ធិពលរបស់ពួកគាត់ចំណែកឯបងស្រីរបស់ខ្ញុំគាត់តែងតែជំនួសដៃជំនួសជើងរបស់ខ្ញុំអញនិយាយថាគាត់អត់ដែលនិយាយពាក្យល្អជាមួយប្អូនអត់ដែលអ្
អ្វីទាំងអស់ប៉ុន្តែគាត់ផ្ដល់ឲ្យខ្ញុំមួយនៅថាអាចចែករំលែកនៅក្តីទុក្ខកង្វល់រឿងសប្បាយឬអ្វីមួយផ្សេងៗទៀតដូចនេះសារៈសំខាន់នៃគ្រួសារពិតជាសំខាន់មែនទែនខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចេះស្រឡាញ់គ្រួសារខ្លួនឯងហើយកុំគិតនៅអ្វីដែលប្រៀបធៀបរវាងខ្លួនឯងគ្រួសារខ្លួនឯងជាមួយនឹងគ្រួសារអ្នកដទៃអ្នកទាំងអស់គ្នាកាន់តែធំឡើងកាន់តែកាន់អាយុឡើងអ្នកទាំងអស់គ្នាដឹងថាគ្រួសាររបស់អ្នកទាំងអស់គ្នាសំខាន់ប៉ុណ្ណាវីដេអូថ្ងៃនេះនាងខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា